អ្នកដឹងនៅតែដឹងហើយសម្រាប់អ្នកដែលគាត់អត់ទាន់ដឹងក៏នៅតែអត់ទាន់ដឹងពីកន្លែងដកលុយ$7និងកន្លែងដូរលុយនៅពលានថ្មីរបស់យើងអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីទីតាំងទាំងអស់នោះទីតាំងដំបូងដែលយើងត្រូវទៅបន្ទាប់ពី check in រួចសម្រាប់ជនជាតិខ្មែរគឺយើងត្រូវទៅដកថ្លៃសេវាអ្នកដំណើរ$7នៅបញ្ចូលធនាគារកាណាឌីយ៉ាដែលមានទីតាំងនៅជាប់ check in counter B តែម្ដងហើយនៅទីនេះក៏មានទូ ATM និង counter ធនាគារដែលអ្នកទាំងអស់គ្នាអាចធ្វើការដកនិងដូរលុយបានដែរតែបើយើងភ្លេចដូរលុយពីខាងក្រៅហើយច្រឡំវាយ passport ចូលទៅដល់ក្នុងបាត់យើងក៏នៅតែអាចដូរលុយបានដែរនៅបញ្ចូលធនាគារកាណាឌីយ៉ាដែលមានទីតាំងនៅមុខច្រកចូល gate តែម្ដងនៅស្ថានីយ៍ម្ដលជាន់ផ្ទាល់ដីគឺជាសាខាធនាគារកាណាឌីយ៉ាដែលមានផ្ដល់ជូនសេវាធនាគារពេញលេញមិនថាការដកដាក់ឬមួយក៏ដូរលុយអីនោះទេទោះបីជាបើកណែដីបើកកាតក៏បានដែរដែលយើងអាចធ្វើបានភ្លាមបន្ទាប់ពីចុះពីលើយន្តហោះយកហ្មងបើនិយាយពី promotion វិញអ្នកនឹងមានឱកាសឈ្នះសំបុត្រយន្តហោះ Business Class ទៅប្រទេសសង្ហបុរីនិងការចូលប្រើប្រាស់សេវាកម្មនៅ Plaza Premium First Lounge ដោយគ្រាន់តែប្រើប្រាស់ Canada Bank App ថ្មីនិងបាន Canada Visa ឬ Mastercard ដើម្បីទូទាត់ថ្លៃអាហារទំនិញឬសេវាកម្មផ្សេងៗនៅក្នុងអាកាសយានដ្ឋានចាប់ពី$10ឡើងទៅហើយអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់$20,000ឬ$5រាល់ពេលកក់មធ្យោបាយធ្វើដំណើរទៅអាកាសយានដ្ឋានឬពីអាកាសយានដ្ឋានទៅគោលដៅផ្សេងៗតាមរយៈកម្មវិធី Grab ឬ Tada ដោយទូទាត់តាមប័ណ្ណ Canada Visa Card ឬ Mastercard ដោយប្រើ promo code TNB2KTI មួយវិញទៀតរាល់ការបើកគណនីផ្សេងៗនៅធនាគារកាណាឌីយ៉ាសាខាប្រល័យយន្តហោះអន្តរជាតិតេជោអ្នកនឹងទទួលបានកាដូជាច្រើនដែលមានដូចជាកាក់អនុស្សាវរីយ៍ KTI คูប៉ុងសេវាកម្ម VIP ឬ Fast Track Service កញ្ចប់ធានារ៉ាប់រងលើការធ្វើដំណើរនិងកាដូពិសេសជាច្រើនទៀតហើយ promotion ដែលខ្ញុំរៀបរាប់ខាងលើនេះនឹងផុតកំណត់នៅថ្ងៃទី31ខែធ្នូឆ្នាំ2025អញ្ចឹងកុំភ្លេចចូលប្រើប្រាស់សេវាកម្មធនាគារផ្សេងៗនៅធនាគារកាណាឌីយ៉ាទាំងនៅសាខានិងនៅបញ្ចូលប្រល័យយន្តហោះអន្តរជាតិតេជោទាំងអស់គ្នា